មេកញ្ច្រែងឆ្នោតយួនដុសស្លែនៅតូបលេខ D29 ក្នុងផ្សារទួលគោកគេចាក់ត្រូវកិច្ចវេះការពិតម្ដងបើកលុយឲ្យម្ដងប្រកែកកើតជាទំនាស់ព្រោះលបែងស៊ីសងបរិសុទ្ធឈ្មោះកែមវណ្ណរិទ្ធហៅស្រុកជាមេកញ្ច្រែងកត់ឆ្នោតយួនដុសស្លែម្នាក់ប្រចាំនៅតូបលេខ D29 ក្នុងផ្សារទួលគោករងការចោទថាកេងបន្លំប្រាក់អ្នកចាក់ត្រូវក្នុងទឹកលុយជាង$1,800ដែលមេកញ្ច្រែងរូបនេះនិយាយបាត់ដៃខ្នងដៃម្ដងថាសងម្ដងថាអត់ក៏កើតជាទំនាស់ប្រពន្ធដំណឹងបានឲ្យដឹងថាស្ត្រីម្នាក់ឈ្មោះភីងជាម៉ួយរបស់មេកញ្ច្រែងឈ្មោះស្រុកបានចាក់ឆ្នោតយួននេះជាច្រើនដងមកហើយតាមប្រព័ន្ធ Telegram ពេលខ្លះក៏ផ្ញើលុយចាក់មកយឺតខ្លះក៏ផ្ញើលឿនដូចនឹងអ្នកចាក់ផ្សេងទៀតដែលមិនជាបញ្ហានោះទេពេលដែលដឹងលទ្ធផលហើយផ្ញើលុយតាមក្រោយក៏បានសំខាន់គឺមុនចេញលទ្ធផលមានការព្រមព្រៀងគ្នាទទួលស្គាល់លេខនិងចំនួនទឹកលុយដែលចាក់ជាមួយគ្នាថែមទាំងមានការថតកន្ទុយលេខដែលសរសេរក្នុងតារាងនិងចំនួនទឹកលុយដែលត្រូវបង់ទុកជាភស្តុតាងប្រពន្ធបានបន្តថាកាលពីថ្ងៃទី29ខែមីនាឆ្នាំ2025ស្ត្រីរូបនោះបានចាក់ឆ្នោតនៅវេលាម៉ោង3ជាងល្ងាចនិងព្រមព្រៀងគ្នាដោយរៀបរាប់ខាងលើរួចហើយក៏រវល់លក់ដូរមិនទាន់បង់ប្រាក់ថ្លៃចាក់ឲ្យទេលុះដល់តែលទ្ធផលឆ្នោតចេញមកត្រូវបរិសុទ្ធជាមេកញ្ច្រែងក៏លុបនៅរូបថតកន្ទុយលេខនោះចោលពីសារឆ្លើយឆ្លងគ្នាក្នុង Telegram តែស្ត្រីអ្នកចាក់បានថតនិងសេវទុកទាំងរូបថតកន្ទុយនិងសម្លេងយល់ព្រមគ្នានោះរួចទៅហើយបីលេងអានោះគុណ1000យើងយកត្រេន3000ទៅហ្នឹងហើយគេគាត់មើលគាត់ត្រូវដំបងឡាយបរិសុទ្ធជាមេបានប្រកែកថាមិនបានបញ្ជូនទិន្នន័យឲ្យមេធំនៅខាងលើទេព្រោះមិនទាន់ឃើញបង់ប្រាក់ថ្លៃចាក់ដល់តែស្ត្រីនោះមានផុសតាងក្រោយមកក៏ព្រមបើកឲ្យ30,000រៀលសិនជាដំណាក់កាលដំបូងនិងពេលសន្សំលុយបានចាំផ្ញើឲ្យទៀតតែក្រោយមកក៏ប្រកែកសារដើមឡើងវិញថាមិនបានបញ្ជូនលទ្ធផលឲ្យមេធំគ្មានលុយបើកឲ្យទេអានេះយើងផ្ញើដំណាក់កាលទី1 30,000សូមលេខទឹកបានហើយលើចងការលើទៅដែរហើយអត់ឃើញចាក់លុយដាក់អីខ្ញុំមិនបានឡើងហើយទេឆ្នោតអត់បាញ់លុយអញ្ចឹងខ្ញុំសងមេស៊ីសងដែរខ្ញុំមិនទាន់បានឡើងហើយអត់ឃើញបាញ់លុយហើយចាំដោយការទុកពុំអស់ចិត្តស្ត្រីអ្នកចាក់នោះបាននាំគ្នា2នាក់ប្តីប្រពន្ធទៅទាមទារដល់តូបមេកញ្ច្រែងកត់ឆ្នោតនោះទៀតក៏ទាមទារមិនបានសម្រេចបានត្រឹមប្រកែកគ្នាកំឡុងពេលប្រកែកគ្នានោះស្ត្រីម្នាក់ទៀតភាគីមេកញ្ច្រែងក៏ចេញមុខប្រកែកថាមិនព្រមសងផងដែរដោយអះអាងថាខ្លួនជាអ្នករកស៊ីមុខរបរឆ្នោតជាមួយគ្នាក្នុងតូបលេខ D29 នេះទាក់ទងនឹងសកម្មភាពឆ្នោតយួនដែលច្បាប់ហាមឃាត់នេះដែរវ៉ាន់ប៉ុស្តិ៍មិនទាន់អាចសូមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោកសំវិជ្ជការបាននៅឡើយទេបន្ទាប់ពីក្រុមការងារផ្ញើសារសំណួរទៅកាន់ WhatsApp របស់លោកសូមបញ្ជាក់ថាការលេងឆ្នោតយួននេះគឺគេអាចចាក់តាមបណ្ដាញ Telegram ឬបណ្ដាញសង្គមផ្សេងៗដែលបង្កើតឡើងដោយមេកញ្ច្រែងឬគេចាក់ផ្ទាល់នៅនឹងទីតាំងអ្នកកត់ហើយលទ្ធផលឆ្នោតគឺគេមើលតាមការផ្សាយចេញពីប្រព័ន្ធ YouTube ដែលមានឈ្មោះថាលទ្ធផលឆ្នោតយួនផ្ទះឆ្នោតលេខ3